is it far from here is it far from here តើវាឆ្ងាយពីទីនេះអត់អូខេទូអង្គ B ក៏បាននិយាយថា no it's about a 5-minute walk មានន័យថាម៉េចបងប្អូនមានន័យថាទេវាឆ្ងាយបានទេគាត់និយាយថាបើសិនបើដើរវាចំណាយពេល5នាទីបើដើរទៅចំណាយពេល5នាទីបាទជំរាបសួរទាំងអស់គ្នាសូមស្វាគមន៍មកកាន់ការរៀនពាក្យជាភាសាអង់គ្លេសប្រចាំថ្ងៃជាមួយខ្ញុំបាទទាំងអស់គ្នាបាទអញ្ចឹងសម្រាប់មេរៀនថ្ងៃហ្នឹងគឺយើងរៀនតាក់ទងទៅនឹង conversation មានន័យថាយើងរៀនតាក់ទងទៅនឹងការសន្ទនាជាភាសាអង់គ្លេសណាអូខេអញ្ចឹងយើងមើលតើប្រធានបទថ្ងៃហ្នឹងយើងរៀនតាក់ទងនឹងការសន្ទនាអំពីអីគេអញ្ចឹងតាក់ទងនឹងចំណងជើងនៃការសន្ទនាគេដាក់ថា asking for direction ពាក្យថា asking for direction មានន័យថាការសួរអំពីទិសដៅ direction នេះទិសដៅយើងចង់ទៅណាមួយណាសួរផ្លូវគេទាំងអស់គ្នាអូខេអញ្ចឹងយើងកុំឲ្យខាតពេលយូរយើងទៅសិក្សាទាំងអស់គ្នាអូខេយើងមើលតួអង្គរបស់យើងគឺមានតួអង្គ A និងតួអង្គ B នៅក្នុងរូបភាពនេះអូខេអញ្ចឹងតួអង្គ A គាត់បាននិយាយថា excuse me មានន័យថាម៉េចទាំងអស់គ្នា excuse me មានន័យថាអត់ទោសលោកអត់ទោស madam excuse me could you help me មានន័យថាតើអ្នកអាចជួយខ្ញុំបន្តិចបានអត់អូខេអញ្ចឹងតួអង្គ B គាត់ថាម៉េចគាត់ថា sure មានន័យថាម៉េចបានតាប្រកបណាបានតាអញ្ចឹងគាត់សួរថា what are you looking for មានន័យថាម៉េចបងប្អូនមានន័យថា looking for នេះស្វែងរកអញ្ចឹង what are you looking for មានន័យថាតើអ្នកកំពុងរកអីទៅតើអ្នកកំពុងស្វែងរកអីទៅអូខេអញ្ចឹងតួអង្គ A គាត់បាននិយាយថា where's the nearest bank មានន័យថាតើធនាគារដែលនៅជិតនឹងបំផុតនៅកន្លែងណានេះ nearest នៅជិតបំផុតណាបងប្អូនពី bank ធនាគារអូខេអញ្ចឹងតួអង្គ B គាត់បានឆ្លើយថាម៉េចគេឆ្លើយថា go straight ទៅត្រង់ for 2 block មានន័យថាទៅត្រង់ហើយមាន2 block then turn left ហើយមានន័យថាគាត់ថាបន្តមកគឺបត់ឆ្វេង turn left នេះវាថា turn left បត់ឆ្វេងបងប្អូនហើយវាថា go straight ហ្នឹងទៅត្រង់ for 2 block មានន័យថាមាន2 block អូខេបន្តមកគាត់បាននិយាយថា it's next to the supermarket មានន័យថាម៉េចបងប្អូនវាគឺ next to មានន័យថានៅជាប់ next to នេះ the supermarket នៅជាប់ផ្សារទំនើបអូខេអញ្ចឹងតួអង្គ A គាត់និយាយថាម៉េចគាត់និយាយថាហើយក៏សួរបន្តទៀតថា is it far from here តើវាឆ្ងាយពីទីនេះអត់អូខេតួអង្គ B គាត់បាននិយាយថា no it's about a 5-minute walk មានន័យថាម៉េចបងប្អូនមានន័យថាទេវាឆ្ងាយបានទេគាត់និយាយថាបើសិនបើដើរវាចំណាយពេល5នាទីបើដើរទៅចំណាយពេល5នាទីអូខេតួអង្គ A គាត់បាននិយាយថា thank you very much មានន័យថាអរគុណច្រើនសូមអរគុណក៏មកតួអង្គ B គាត់និយាយថា you're welcome ទាំងអស់គ្នា clear ថា you're welcome នេះមានន័យថាអត់អីទេគុណស្រ័យអីទេអញ្ចឹង clear ហ្នឹងគឺយើងបកបែបហ្នឹងបងប្អូនអូខេអញ្ចឹងយើងចូលទៅកាន់ slide បន្តទៅទៅនឹង vocabulary ដែលយើងរៀនបាននៅក្នុងថ្ងៃនេះគឺវាមានទៅទៅនឹងពាក្យថា excuse me មានថាសូមទោសឬក៏អត់ទោសតមកគឺពាក្យថាប្រយោគថា could you help me តើអ្នកអាចជួយខ្ញុំបានទេតមកគឺពាក្យ nearest នឹងចិត្តបំផុតដល់បងប្អូននឹងចិត្ត nearest ចិត្តបំផុត go straight អូខេពាក្យថា go straight នេះដើរទៅត្រង់ណា turn left អូខេ turn left នេះគឺបត់ឆ្វេងហើយពាក្យថ្មីដែលខ្ញុំបន្ថែមចូលគឺ turn right នេះគឺបត់ស្ដាំអូខេហើយពាក្យថា next to មានន័យថានៅជាប់ទាំងអីមួយ next to ហើយពាក្យដែលបន្ថែមមួយទៀតនោះគឺពាក្យថា across from មានន័យថានៅទល់មុខអីមួយណា across from អូខេហើយពាក្យថា 5-minute walk នេះមានន័យថាដើរប្រហែល5នាទីហើយចុងក្រោយនោះគឺពាក្យថា you're welcome យើងនៅពេលដែលនរណាម្នាក់គាត់អរគុណមកកាន់យើងណាហើយយើងអាចនិយាយថា you're welcome មិនអីទេគុណស្រ័យអីទេអូខេអញ្ចឹងទៅនឹង conversation ក៏ដូចជា vocabulary នៅក្នុងមេរៀននេះគឺមានត្រឹមតែប៉ុណ្ណេះដែលខ្ញុំយកមកចែករំលែកដល់អ្នកគ្នាអូខេអញ្ចឹងប្រសិនបើមានពាក្យអ្វីដែលមានចម្ងល់អាច comment សួរនៅខាងក្រោមវីដេអូនេះបានអរគុណដល់អ្នកគ្នាសម្រាប់ការតាមដាននិងទស្សនាជួបគ្នានៅវីដេអូក្រោយជម្រាបលា